ឯងសំតាមបំណងរបស់ឯងហើយណាមីនុសម្បត្តិស្ដាប់មិនយល់ក៏គិតថាព្រះពុទ្ធថាឲ្យខ្លួនរៀនមិនបានខ្ពស់គ្មានការសិក្សាជ្រៅជ្រះនិយាយត្រគោះបោះបោកទាំងមានការអអន់ចិត្តដាក់ព្រះអង្គថាអ្វីត្បិតតែខ្លួនជាគ្រូតែមិនមែនល្អនោះទេគ្រូខ្លះកាចគ្រូខ្លះចិត្តស្រាលគ្រូខ្លះមាននាសទោះខ្លួនជាគ្រូក៏ដោយក៏មិនមែនចង់ធ្វើអ្វីនិយាយអ្វីត្រូវទាំងអស់នោះទេព្រះសម្មាសម្ពុទ្ធញញឹមហើយសួរទៅកាន់សម្បត្តិថាកុំតន់ខឹងតើគ្រូអាចារ្យទាំងអស់នោះបាននិយាយអ្វីនិងធ្វើអ្វីដាក់ឯងខ្លះពិតមែនហើយកាលខ្ញុំទៅនគរកបិលភពហើយចូលទៅកាន់សាលារៀនរបស់ពួកគ្រូអត់មានគ្រូណាមួយមកហៅសួរនាំរាក់ទាក់នឹងខ្ញុំសោះគឺឈរជជែកគ្នាសើចក្អាកក្អាយធ្វើប្រងើយនឹកទៅពិតជាឈឺចិត្តណាស់សម្បត្តិនិយាយបែបនេះដដែលដោយបន្ទោសទៅកាន់ពួកគ្រូទាំងអស់នោះគ្រប់3ដងដោយមានចិត្តខឹងព្រះសម្មាសម្ពុទ្ធគិតថាខ្លាំងតើនេះហ៊ានដៀលពូជគ្រូតែម្ដងគ្រាន់បើដែលហ៊ានដៀលដល់ពូជរបស់ពួកគ្រូទាំងអស់នោះពិតជាមិនធម្មតារួចព្រះពុទ្ធបានសួរទៅកាន់សម្បត្តិថាមើលក្មេងតូចតើឯងកើតក្នុងត្រកូលឯដែរខ្ញុំកើតក្នុងត្រកូលកាណាយណៈគោរតៈជាត្រកូលក្សត្រអបថៈដល់ប្រសើរអើយអ្នកមានត្រកូលខ្ពស់ដាស់ដែលអាចឆ្លើយឆ្លងជាមួយនឹងតថាគតបានហើយ